សួស្តីបងប្អូនថ្ងៃនេះមានចំណុចពិសេសខ្លះៗដែលតាក់ទងជាមួយនឹងបទពិសោធន៍របស់ខ្ញុំកន្លងមកតាក់ទងជាមួយនឹងការរៀនភាសាអង់គ្លេសហើយចង់ចែករំលែកទៅដល់អ្នកដែលចង់សិក្សាភាសាអង់គ្លេសទាំងអស់ឲ្យបានដឹងហើយបើសិនជាបងប្អូនណាគាត់បានដឹងឬក៏យល់ជ្រៅជ្រះលើចំណុចហ្នឹងហើយក៏សូមខន្តីអភ័យទោសផងដែរព្រោះវីដេអូមួយនេះធ្វើឡើងដើម្បីបង្ហាញអំពីបទពិសោធន៍ហើយនឹងអ្វីដែលខ្លួនធ្លាប់ជួបប្រទះនៅពេលដែលបានហ្វឹកហាត់រៀនសូត្រកន្លងមកតាក់ទងជាមួយនឹងភាសាអង់គ្លេសតាក់ទងជាមួយនឹងភាសាបាទអញ្ចឹងនៅចំណងជើងធំនេះខ្ញុំដាក់ថា What we learn about English language អ្វីដែលយើងរៀនអំពីភាសាបាទអ្វីដែលយើងរៀនអំពីភាសាអង់គ្លេសអញ្ចឹងនៅក្នុងភាសាអង់គ្លេសគឺវាមាន4គេតាក់តែងមកមានអញ្ចឹងគេថា for skill in English ជំនាញទាំង4នៅក្នុងភាសាអង់គ្លេសបាទជំនាញទាំង4នៅក្នុងភាសាអង់គ្លេសបើសិនជាយើងជាជនជាតិខ្មែរយើងកើតមកយើងចំណេញហើយពីជំនាញហើយយើងចំណេញនឹងការស្ដាប់យើងចំណេញនឹងការនិយាយគ្រាន់តែយើងចូលសាលាយើងរៀនសរសេរហើយនឹងរៀនអានចឹងមានន័យថាយើងចេះពីជំនាញហើយប៉ុន្តែបើសិនជាយើងទៅរៀនភាសាផ្សេងមិនមែនតែទៅលើភាសាអង់គ្លេសតែមួយក៏ដោយទៅលើភាសាផ្សេងក៏ដោយក៏យើងត្រូវតែរៀនទាំង4ជំនាញហ្នឹងដែររៀនទាំងស្ដាប់ផងរៀនទាំងនិយាយផងរៀនទាំងអានផងរៀនទាំងសរសេរផងអញ្ចឹងយើងវាខាតមានន័យថាយើងត្រូវរៀនទាំង4ហើយมันប្រកាសថាអា2ជំនាញនោះគឺយើងអាចចេះល្អដូចជាភាសារបស់យើងទេឧទាហរណ៍ថាយើងកើតមកជាជនជាតិខ្មែរអញ្ចឹងគ្រាន់តែជំនាញក្នុងការស្ដាប់ហើយជំនាញក្នុងការនិយាយគឺយើងចេះឡើងល្អបាត់ហើយហ្នឹងដោយយើងមិនបាច់ចូលសាលាព្រោះអីយើងចូលសាលានៅអាយុ6ឆ្នាំហើយគ្រាន់តែយើងកើតមកបាន2ឆ្នាំយើងចេះស្ដាប់យើងចេះនិយាយហើយហ្នឹងឃើញឯចំណេញហើយសួរថាអ្នកខ្លះទៅរៀនភាសាអង់គ្លេសរៀន2ឆ្នាំអត់ទាន់ចេះស្ដាប់អត់ទាន់ចេះនិយាយផងអញ្ចឹងសូមក្រើនរំលឹកបញ្ជាក់មកវិញថានៅពេលដែលយើងរៀនភាសាអង់គ្លេសយើងត្រូវរៀនទាំង4ជំនាញពេញបឹបដែលជំនាញមួយមានដូចជាឧទាហរណ៍ជំនាញទី1នេះខ្ញុំដាក់ថា listening ការស្ដាប់មានន័យថាជំនាញក្នុងការស្ដាប់ភាសាអីក៏ដោយចង់ចេះស្ដាប់លុះត្រាតែយើងរៀនស្ដាប់សួរថាពេលដែលយើងរៀនអង់គ្លេសហេតុអីក៏យើងពិបាកស្ដាប់ម៉េះរៀនមកចេះស្ដាប់បានហើយស្ដាប់ច្រឡំទៀតចុះយើងរៀនភាសាខ្មែរហេតុអីក៏កើតមកខ្ញុំចេះស្ដាប់មិនមែនកើតមកយើងចេះស្ដាប់ទេកើតមកយើងអត់ទាន់ចេះអីទាំងអស់តែដោយសារតែមជ្ឈដ្ឋានជុំវិញខ្លួនយើងហ្នឹងមានបងប្អូនឪពុកម្ដាយយើងគាត់និយាយហូហែគាត់បានបរៀនយើងទេគាត់ចេះថាទៅបើមួយថ្ងៃគាត់និយាយច្រើនទាំងអីហ្នឹងហើយយើងជាកូនង៉ែតយើងស្ដាប់បានប៉ុណ្ណាអញ្ចឹងមានន័យថាគាត់និយាយច្រើនតែយើងស្ដាប់បានតិចខ្លះខ្លះបានក៏2ឆ្នាំយើងស្ដាប់បានច្រើនគាត់និយាយមកយើងយល់បាទចុះបើយើងរៀនភាសាអង់គ្លេសមានអ្នកណាទៅនិយាយមួយយើងបានរាល់ថ្ងៃជុំវិញខ្លួនចឹងអត់យ៉ាងហោចណាស់រៀននៅក្នុងសាលាបានតែ1ម៉ោងឬក៏2ម៉ោងទេចេញពីនឹងមកជួបតែខ្មែរនិយាយតែខ្មែរស្ដាប់តែខ្មែរហ្នឹងចឹងចេះតែខ្មែរហ្នឹងចឹងមិនថាបើសិនជាយើងចង់អភិវឌ្ឍជំនាញក្នុងការស្ដាប់ភាសាអង់គ្លេសយើងត្រូវតែស្ដាប់ភាសាហ្នឹងឲ្យបានច្រើនស្ដាប់តាមលក្ខណៈអីគេខ្លះអញ្ចឹងយើងបើថាពីមុនទៅវាអត់មានទូរស័ព្ទទំនើបចង់មើលទូរទស្សន៍អត់មានអ្នកណានិយាយភាសាអង់គ្លេសទេអញ្ចឹងឥឡូវមានទូរស័ព្ទទំនើបហើយឆ្នាំ2025នេះអត់ខ្វះទេខ្វះតែអ្នកមើលអញ្ចឹងយើងចង់បើវាយក្នុង YouTube ក៏បាន Facebook ក៏បានមើលព័ត៌មានក៏បានសុទ្ធតែនិយាយភាសាអង់គ្លេសបើសិនជាយើងយកអាការអនុវត្តស្ដាប់ភាសាអង់គ្លេសនោះយើងមិនបាច់ទៅរៀនទេយើងអនុវត្តស្ដាប់វិញយើងស្ដាប់ទោះបីពេលខ្លះយើងស្ដាប់អត់បានយើងស្ដាប់ច្រើនក៏ដោយតែយើងទទួលបានតិចក៏ដោយអាហ្នឹងក៏យើងទទួលបានដែរប្រសើរជាងយើងអត់បានស្ដាប់ដោយកាលយើងនៅជាកូនង៉ែអញ្ចឹងយើងមិនដឹងថាស្ដាប់លើអីគេខ្លះបើពេញទឹកពេញដីបងក៏និយាយម៉ែក៏និយាយឪក៏និយាយប្អូនក៏និយាយអ្នកចិត្តខាងមកវិញក៏និយាយហើយសួរថាយើងស្ដាប់បានមក
ហើយដែលក៏2ឆ្នាំយើងចេះស្ដាប់ឡើងស្ទាត់អញ្ចឹងរៀនភាសាអង់គ្លេសក៏ដូចគ្នាដែរយើងតោះរៀនស្ដាប់ប៉ុន្តែគ្រាន់តែវាខុសគ្នាត្រង់ណាយើងធំឡើងហើយថ្នាក់ទីបើនិយាយពីក្របខ័ណ្ឌរដ្ឋវិញតថ្នាក់ទី4ទីអីបានយើងបានរៀនភាសាអង់គ្លេសបានស្ដាប់ភាសាអង់គ្លេសបើសិនជាសាលាគេកូនចៅគេទូធាគេអាចរៀនតាំងពីមត្តេយ្យទៅគេអាចស្ដាប់គ្រូនិយាយភាសាអង់គ្លេសតាំងពីមត្តេយ្យមកបានតែនឹងដល់គ្រូគាត់និយាយភាសាអង់គ្លេសកើតចុះបើគ្រូអង់គ្លេសខ្លះនិយាយភាសាអង់គ្លេសអត់កើតអាហ្នឹងគឺអំបិលទៅតាមហ្នឹងបាទចំណុចមួយទៀតតាក់ទងជាមួយនឹងភាសានិយាយទី2 speaking ការនិយាយក៏ដូចគ្នាមួយការស្ដាប់ដែរមានន័យថាបើសិនជាយើងកើតមកជាជនជាតិខ្មែរយើងអត់តន់ចូលរៀនហើយយើងចេះនិយាយហើយបាទចុះដល់ពេលភាសាអង់គ្លេសយើងចូលរៀនយើងត្រូវរៀនទាំងស្ដាប់រៀនទាំងនិយាយសរសេរហើយនឹងអានហើយអារៀននិយាយនេះកលាស់អណ្ដាតអត់បានទេតាំងអៀនអត់ហ៊ានកលាស់អណ្ដាតគឺនិយាយអត់ចេញទេអញ្ចឹងកុំខ្វល់ពីបរិស្ថានជុំវិញពាក្យចេះតាមគ្រូប្រហែលកលាស់អណ្ដាតនិយាយថាតាមហ្នឹងទៅហើយការនិយាយភាសាអង់គ្លេសគឺអត់ផ្ដោតទៅលើវេយ្យាករណ៍ឲ្យថាត្រូវតែត្រូវតាមវេយ្យាករណ៍ទើបយើងអាចនិយាយចេញនិយាយត្រូវតាមវេយ្យាករណ៍ល្អហើយប៉ុន្តែយើងធ្វើវាអត់បានអញ្ចឹងយើងនិយាយសំខាន់ឲ្យយើងចេះពាក្យមកខ្លះមកយើងនិយាយវឹកហាត់តម្រែតម្រង់ឲ្យវាត្រូវតាមវេយ្យាករណ៍ខ្លះពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃទៅយើងចេះនិយាយហើយបើសិនជាអត់និយាយគឺនិយាយអត់ងាយចេញទេភាសានោះអញ្ចឹងតលតែរៀននិយាយដូចក្មេងអញ្ចឹងនិយាយបាយឡាមខុសត្រូវប៉ុន្តែគាត់នៅតែនិយាយរាល់ថ្ងៃអញ្ចឹងទៅក៏គាត់ចេះនិយាយស្ទាត់ទៅហើយសួរថាចុះបើយើងចង់រៀននិយាយភាសាអង់គ្លេសយើងគួររៀននិយាយសម្រាប់លើអីគេខ្លះនិយាយឲ្យត្រូវតាមវេយ្យាករណ៍ដោយមិនចាំបាច់គិតវែងឆ្ងាយគឺរៀនលើសំណង់ប្រយោគរបស់វាសំណង់ប្រយោគរបស់វាប្រកបវេយ្យាករណ៍មកសេតយើងនិយាយតាមហ្នឹងគឺអត់ងាយខុសទេបើឲ្យយើងរៀបពាក្យដាក់តាមអ្វីដែលយើងនឹកឃើញពេលខ្លះលក្ខណៈ freeze គេអាំងនិយាយអត់ចេញទេហើយខុសវេយ្យាករណ៍ទៀតអញ្ចឹងបើយើងរៀនតាមសំណង់ប្រយោគអាហ្នឹងយើងឆាប់ត្រូវជាងអឺមួយទៀតរៀននិយាយយើងនិយាយទៅកាន់គ្រូនិយាយទៅកាន់មិត្តភ័ក្តិឬក៏និយាយម្នាក់ឯងឬក៏ទន្ទិញអីមួយចឹងទៅដោយការនិយាយពេលខ្លះគេប្រើវិធីសាស្ត្រមួយគេហៅថា tongue twister មានន័យថា Twitter ហ្នឹងមានន័យថាអឺយើងរៀនវឹកហាត់អណ្ដាតរបស់យើងនៅក្នុងភាសាអង់គ្លេសយើងវាយ YouTube មានហើយអញ្ចឹងយើងរៀននិយាយពាក្យអាស្តៀងគ្នាកលាស់កាត់កលាស់អាប្រហែលគ្នាដើម្បីឲ្យអណ្ដាតរបស់យើងហ្នឹងវាលាស់ឆាប់លាស់បានទុនបានទៅតាមហ្នឹងបាទអាហ្នឹងតាក់ទងជាមួយនឹងការរៀននិយាយហើយសម្រាប់ខ្ញុំរៀននិយាយម្នាក់ឯងទៅឃ្វាលគោទៅឃ្វាលអីស្រែកច្រៀងលេងនិយាយម្នាក់ឯងតាមហ្នឹងអាហ្នឹងហៅភាសាអង់គ្លេសមួយទៀតវិធីសាស្ត្រមួយទៀតគឺរៀនបទចម្រៀងបើសិនជាយើងរៀនហ្វឹកហាត់ច្រៀងបទចម្រៀងក៏ធ្វើឲ្យអណ្ដាតរបស់យើងឆាប់ទុនឆាប់រលាស់ទៅតាមហ្នឹងដែរហើយយើងរៀនចេះតែមួយបទពីរបទយើងមានអារម្មណ៍ថាអូរៀងប្លែកជាងមុនហើយការនិយាយរបស់យើងបាទធ្វើអណ្ដាតយើងវារៀងទុនជាងមុនអញ្ចឹងយើងនិយាយអីក៏រៀងស្រួលគ្រាន់បើជាងហ្នឹងដែរហើយគ្មានអីឈ្នះជាងការអនុវត្តជាប្រចាំថ្ងៃទេបើយើងខ្ជិលទៅតាមហ្នឹងហើយបើសិនជាយើងជាខ្មែរទោះបីយើងមិនចង់និយាយខ្មែរក៏យើងត្រូវនិយាយខ្មែរមិនចង់និយាយមិនចង់ស្ដាប់មិនចង់ស្ដាប់ខ្មែរក៏ត្រូវតែស្ដាប់ខ្មែរចុះបើយើងរៀនភាសាអង់គ្លេសស្ថិតនៅក្នុងបណ្ដុំមនុស្សសុទ្ធតែជាជនជាតិខ្មែរនិយាយភាសាខ្មែរអញ្ចឹងយើងនឹងពិបាកអញ្ចឹងទាមទារឲ្យយើងហ្វឹកហាត់លើហ្នឹងឲ្យកាន់តែច្រើនជាងមុនទៀតបាទចំណុចមួយទៀតទី3 reading ជំនាញនៃការអានការអាននេះទោះបីជាជនជាតិដើមក៏ត្រូវរៀនអានទោះបីជាអ្នកដែលរៀនភាសាទី2ក៏ត្រូវរៀនអានដែរអាហ្នឹងវាអត់ចេះមកពីក្មេងទេអានេះត្រូវចូលសាលាបានយើងរៀនចេះកើតបាទការរៀនអាននេះមានន័យថាយើងរៀនឲ្យត្រូវពាក្យហើយអានឲ្យត្រូវសូរសំឡេងទាំងការលើកដាក់ការរៀនអានគឺយើងត្រូវតែហ្វឹកហាត់រៀនអានចឹងហ្មងមានន័យថាបើចង់ចេះអានត្រូវរៀនអាន
អ្នកដែលរៀនភាសាអង់គ្លេសតាក់ទងជាមួយនឹង reading ជំនាញនៃការអាននេះគឺយើងអានកំណត់ខ្លួនឯងថាមកទំព័រអីចឹងទៅយើងអានពាក្យហ្នឹងទៅឲ្យវារូទៅអ្នកខ្លះនៅអានមួយលឿនតិចកាំងលឿនតិចកាំងលឿនតិចកាំងចឹងយើងរៀនអានពាក្យហ្នឹងទៅដាក់មកច្រើនយើងអានខុសអានត្រូវអានខុសអានត្រូវទៅសិនទៅហើយចាំសេរីវាឲ្យត្រូវផ្លូវត្រូវអីខ្លះចឹងទៅនេះតាក់ទងជាមួយកាលដែលខ្ញុំរៀនអានដំបូងរៀនអានភាសាអង់គ្លេសអានអត់បានលឿនអញ្ចឹងយកអាអត្ថបទណាដែលមានអក្សរច្រើនហ្នឹងយកមកអង្គុយអានហ្មងតែបាទអានេះតាក់ទងមួយការរៀនអានហើយអានហ្នឹងឲ្យត្រូវពាក្យហងព្រោះអីបើសិនជាយើងអានកំណត់យកពាក្យហ្នឹងនៅពេលដែលយើងរៀនពាក្យហ្នឹងដំបូងហើយយើងអានពាក្យហ្នឹងខុសទៅមុខទៅក៏យើងរៀងវាកែបានប៉ុន្តែគ្រាន់តែថាយើងវាពិបាកកែវាជាប់ជាទម្លាប់តែបើដំបូងយើងចាប់ផ្ដើមពាក្យហ្នឹងត្រូវហើយគឺយើងត្រូវរហូតទោះបីគេខុសមិនក៏យើងអត់ភ្លាវទៅតាមគេដែរបាទអានេះជំនាញនឹងការអានទី4ជំនាញមួយទៀតគឺជំនាញនឹងការសរសេរដូចគ្នានឹងទី1ទី2ទី3ដែរជំនាញនឹងការសរសេរនេះ writing ចង់ចេះសរសេរត្រូវតែរៀនសរសេរចង់ចេះអានត្រូវតែរៀនអានដូចគ្នាដែរបាទអញ្ចឹងយើងរៀនសរសេរពាក្យមិនប្រកាសថាយើងអត់បានប៉ះកាន់ប៊ិចសរសេរលើกระดาษអីសោះហើយយើងគ្រាន់តែប្រើខួរក្បាលគិតធ្វើការ spell នៃពាក្យហ្នឹងប្រកបនៃពាក្យហ្នឹងហើយយើងចាំពាក្យហ្នឹងអានោះអត់ទាន់ប្រកាសថាយើងអាចសរសេរពាក្យហ្នឹងត្រូវទេបើមិនជឿយើងយកពាក្យហ្នឹងមកសរសេរនៅលើกระดาษហើយឲ្យគាត់មើលម្ដងហើយឲ្យគាត់កលេចភ្នែកចេញហើយគាត់មើលម្ដងទៀតហើយឲ្យគាត់មើលម្ដងទៀតមើលម្ដងទៀតហើយមើលម្ដងទៀតគាត់នឹងមានអារម្មណ៍ថាអត់ទុកចិត្តចំពោះពាក្យហ្នឹងមិនដឹងថាត្រូវឬក៏ខុសអញ្ចឹងមានន័យថាអាការរៀនសរសេរទោះបីជាយើងរៀនសរសេរអក្ខរក្រមក៏ដោយធម្មតាពាក្យដំបូងគឺគេរៀនអក្សរហើយទើបចេញទៅជាពាក្យហើយទើបចេញទៅជាល្បះហើយទើបចេញទៅជាវាមាន paragraph ហើយនឹងវាមាន essay ដើម្បីយើងពលាតការសរសេររបស់យើងបានវែងឆ្ងាយបាទអញ្ចឹងដើម្បីអាចចេះរៀនអាចរៀនអាការសរសេរពាក្យនេះបានគឺយើងត្រូវធ្វើម៉េចតាក់ទងជាមួយនឹងភាសាយើងចង់ចេះពាក្យណាយើងសរសេរពាក្យហ្នឹងឲ្យច្រើនដងទៅអានឹងយើងចាំហើយនៅពេលដែលយើងដៃយើងបានសរសេរពាក្យហ្នឹងភ្នែកយើងបានមើលឃើញអញ្ចឹងធ្វើឲ្យយើងចងចាំពាក្យហ្នឹងបានច្រើនជាងពេលដែលយើងគ្រាន់តែប្រកបអត់បានចាប់កាន់ប៊ិចសរសេរសោះអានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទហើយនៅពេលដែលយើងសរសេរពាក្យបានច្រើនដងទៅគូសវាសទៅសរសេរទៅអាហ្នឹងធ្វើឲ្យយើងនឹងវាចាំវាកាន់តែច្បាស់ផងហើយនៅពេលដែលយើង spell ក៏យើងរឹតតែជឿជាក់លើពាក្យហ្នឹងដែរចេះសរសេរ spell ក៏ងាយតែបើចេះប្រកបឬក៏ចេះ spell ហ្នឹងมันប្រកាសថាអាចសរសេរពាក្យហ្នឹងបានទេអានេះបើសិនជាខ្ញុំនិយាយចឹងអាចនឹងមានអ្នករៀមច្បងឬមួយក៏អ្នកដែលសកលខ្ញុំឬក៏អ្នកដែលរៀនក្រោយគាត់អាចចាប់ផ្ដើមថាអូហេតុអីក៏ប្រកបចេញពាក្យហ្នឹងហើយហេតុអីក៏មិនអាចសរសេរពាក្យហ្នឹងបានសរសេរបានប៉ុន្តែមើលទៅសួរថាគាត់មានទំនុកចិត្តថាពាក្យហ្នឹងត្រូវអត់បើគាត់អត់ធ្លាប់សរសេរពាក្យហ្នឹងទេគ្រាន់តែធ្លាប់ប្រកបអញ្ចឹងបើសិនជាបើជួបផ្ទាល់ហ្នឹងប្រកាសជាយល់អារម្មណ៍មួយហ្នឹងហើយបើសិនជាអត់ដែរជួបទេខ្ញុំនិយាយចឹងអាចគិតថាខ្ញុំហ្នឹងនិយាយរៀងដូចថារៀងខុសហើយប៉ុន្តែអានេះជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់ជួបបើថាអ្នកផ្សេងគាត់មានអ្វីដែលប្លែកពីមានន័យថាមនុស្សវាអត់ដូចគ្នាអញ្ចឹងគាត់អត់ដូចខ្ញុំអាហ្នឹងក៏ខ្ញុំអត់ដឹងថាមិនដែរតែមិនខ្ញុំគិតថាខ្ញុំមិនខុសគេទាំងអស់ទេមានអ្នកខ្លះក៏ប្រកាសជាដូចខ្ញុំចឹងដែរអានេះបទពិសោធន៍របស់ខ្ញុំបាទអញ្ចឹងជំនាញនៅក្នុងការរៀនភាសាអង់គ្លេសវាមាន listening ហើយវាមាន speaking ហើយវាមាន reading ហើយវាមាន writing 4ជំនាញហ្នឹងគឺអស់ហើយបើគេសួរថាជំនាញក្នុងភាសាអង់គ្លេសមានអីគេខ្លះយើងឆ្លើយតែ4ហ្នឹងមកប៉ុន្តែយើងត្រូវគិតថាយើងត្រូវគិតលើ2ចំណុចទៀតចំណុចហ្នឹងអីគេខ្លះអញ្ចឹងខ្ញុំដាក់អានេះទី5ហ្នឹងគឺសំដៅទៅលើ vocabulary មានន័យថាវាក្យស័ព្ទហ្នឹងអីគេជាខ្មែរយើងបាទជាខ្មែរយើងមានន័យថាពាក្យនិយាយខ្លីគឺពាក្យ
ពាក្យដែលយើងប្រើនៅក្នុងភាសាណាមួយបើយើងនិយាយភាសាអង់គ្លេសមានតែពាក្យដែលយើងប្រើក្នុងភាសាអង់គ្លេសនិយាយភាសាបារាំងមានតែពាក្យដែលយើងប្រើនៅក្នុងភាសាបារាំងអញ្ចឹង vocabulary នេះក៏សំខាន់ដែរបើយើងអត់ចេះពាក្យហ្នឹងសរសេរក៏អត់បានស្ដាប់ក៏អត់បានអានក៏អត់កើតនិយាយក៏វាអត់ចេញដែរអាហ្នឹង vocabulary រៀនភាសាអង់គ្លេសបើសិនជាយើងអត់ចេះពាក្យមានន័យថាយើងអត់ចេះទេបើមិនចេះសរសេរពាក្យហ្នឹងចេញផងគឺយើងពិបាកណាស់ធ្វើអីក៏អត់ចេញដែរអញ្ចឹងធ្វើម៉េចបានរៀនពាក្យហ្នឹងចេះបាទរៀនពាក្យចេះចាំគឺអាស្រ័យទៅលើយើងនឹងអនុវត្តវាប្រចាំថ្ងៃអត់ចេះពាក្យរៀនសរសេរពាក្យទៅពាក្យណាអត់ចាំសរសេរឲ្យចាំទៅសរសេរឲ្យច្រើនដងទៅហើយរៀនពាក្យគឺយើងសន្សំពីមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចហើយពាក្យដែលយើងរៀនដំបូងគឺយើងសំដៅទៅលើពាក្យដែលយើងប្រើប្រចាំថ្ងៃហើយអាពាក្យប្រើប្រចាំថ្ងៃនេះយើងជួបប្រទះរាល់ថ្ងៃអញ្ចឹងទៅយើងអាចឆាប់ចាំជាងហើយបើពាក្យថាពាក្យណាដែលវាពិបាកយើងអត់សូវប្រើឬក៏ពាក្យវប្បធម៌ខ្ពស់យើងវាអត់ចេះវានិយាយចំវាអត់ចម្លែកទេហើយវាពិបាកអាហ្នឹងវាសមហេតុផលហើយប៉ុន្តែបើពាក្យដែលយើងជួបប្រចាំថ្ងៃយើងប្រើរាល់ថ្ងៃហើយយើងត្រូវប្រើវាក្នុងការងាររបស់យើងរាល់ថ្ងៃហើយយើងអត់ចេះអាហ្នឹងទៅវាចម្លែកអញ្ចឹងនិយាយរួមមកចង់ចេះពាក្យលុះត្រាតែយើងរៀនសរសេរពាក្យហ្នឹងរៀនមើលថ្នាក់ពាក្យរៀនប្រើប្រាស់ពាក្យហ្នឹងនៅក្នុងល្បះហើយរៀននិយាយពាក្យហ្នឹងរៀនអានពាក្យហ្នឹងរៀនស្ដាប់ពាក្យហ្នឹងទើបយើងចេះបាទពាក្យគឺវាច្រើនណាស់រាប់រយរាប់ពាន់រាប់ម៉ឺនពាក្យអញ្ចឹងយើងរៀនតាមដំណើររបស់យើងទៅអាហ្នឹងយើងចេះហើយចំណុចមួយទៀតចំណុចទី5ចំណុចទី6ចំណុចទី6នេះតាក់ទងមួយវេយ្យាករណ៍យើងដឹងហើយពាក្យថាវេយ្យាករណ៍គឺសំដៅទៅលើក្បួនច្បាប់នៃការសរសេរឃ្លោងឃ្លាល្បះឲ្យត្រឹមត្រូវតាមច្បាប់ដែលគេបានកំណត់វេយ្យាករណ៍ក៏វាមានច្រើនដែរអញ្ចឹងបើសិនជាយើងនិយាយត្រូវវេយ្យាករណ៍សរសេរត្រូវវេយ្យាករណ៍ហើយអ្វីគឺយើងគោរពតាមក្បួនច្បាប់វេយ្យាករណ៍មានន័យថាការសិក្សារបស់យើងគឺវាត្រូវតាមស្តង់ដារអញ្ចឹងវេយ្យាករណ៍គឺជាចំណុចមួយដែលពិសេសដែលនៅក្នុងភាសាមួយផងដែរសរុបមកអ្វីដែលយើងត្រូវរៀនអំពីភាសាអង់គ្លេស What we learn about English language គឺយើងត្រូវរៀនទី1តាក់ទងជាមួយនឹងការស្ដាប់តាក់ទងទី2តាក់ទងជាមួយនឹងការនិយាយទី3តាក់ទងជាមួយនឹងការអានទី4តាក់ទងជាមួយនឹងការសរសេរទី5តាក់ទងជាមួយនឹងពាក្យទី6តាក់ទងជាមួយនឹងវេយ្យាករណ៍ហើយសូមបញ្ជាក់ជាថ្មីម្ដងទៀតថានេះគឺជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកចង់ចែករំលែកទៅដល់អ្នកដែលសិក្សាបន្តបន្ទាប់ថ្មីក្រោយទៀតបាទហើយបទពិសោធន៍នេះគឺឆ្លងកាត់ការអនុវត្តផ្ទាល់ហើយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនឯងទើបហ៊ានយកមកចែករំលែកទៅដល់បងប្អូនអ្នកដែលសិក្សាភាសាអង់គ្លេសជាបន្តបន្ទាប់បាទសូមអរគុណហើយក៏សូមអភ័យទោសរាល់កំហុសឆ្គងដែលមួយចំនួនដោយអចេតនាបាទសូមអរគុណសូមបញ្ចប់ត្រឹមហ្នឹង